ស្ពានខ្ពស់ជាងគេនៅកម្ពុជាដំឡើងភ្នំបណ្ដោយទាំង9ប្រឡោះរួចរាល់ហើយភ្នំបណ្ដោយស្ពានទាំង14ប្រឡោះមួយប្រឡោះចំនួន4ភ្នំនៃគម្រោងស្ពានលេខ28តាមបណ្ដោយផ្លូវជាតិលេខ10ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជាបានដំឡើងរួចរាល់ហើយនៅព្រឹកថ្ងៃទី9ខែមីនាឆ្នាំ2025នេះស្ពានមានកម្ពស់90ម៉ែត្រប្រវែងសរុប537ម៉ែត្រទទឹង10ម៉ែត្របានសណ្ដូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំស្ថិតនៅក្នុងភូមិឆៃលូកឃុំអូសោមស្រុកវាវែងខេត្តពោធិ៍សាត់កិច្ចការបន្ទាប់គឺជាដំណើរការរុះរើរន្ទាដំឡើងភ្នំទទឹងកាប់ចាក់បេតុងចាក់កម្រាលនិងចាក់ AC សូមជម្រាបជូនថាស្ពាននេះនឹងត្រូវដាក់ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សាកល្បងមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះនឹងក្រុងបញ្ចប់ការសាងសង់ជាស្ថាពរនាអំឡុងខែឧសភាឆ្នាំ2025